បាទសូមជម្រាបសួរបងប្អូនអរគ្នាហើយនេះគឺជាថ្នាំព្យាបាលជំងឺរឹសដូងបាតដែលជាបទពិសោធន៍របស់ខ្ញុំការរយៈពេល8ទៅ9ឆ្នាំហើយរឹសដូងបាតរបស់ខ្ញុំមិនទាន់នឹងបានញ៉ាំថ្នាំនេះគឺរឹសដូងបាតរបស់ខ្ញុំវាធ្វើទុំជាពិសេសកាពះអីហ្នឹងមិនសូវជាស្រួលប្រហែលទេងាកឈឺកាពះងាកឈឺកាពះណាបាទហើយរឹសដូងបាតខ្ញុំគឺដំណាក់កាលទី3ដំណាក់កាលដែលធ្លាក់ឈាមអត់បាត់បាទធ្លាក់ឈាមហូររបូតតើតែខ្ញុំទៅពេទ្យបានបាត់ទៅពេទ្យហ្នឹងគឺយើងទៅបតោងឈាមបញ្ចូលឈាមហើយគេដាក់ថ្នាំខាត់ឈាមបាទអានឹងវាចាស់បុរាណគេថាដំណាក់កាលទី3ហ្នឹងគឺព្យាបាលជាទេដោយសារតែចាស់បុរាណគាត់អត់មានថ្នាំអីត្រូវខាត់ឈាមអីបានភ្លាមដូចពេទ្យទេបាទប៉ុន្តែខ្ញុំខាត់ឈាមបាទខាត់ឈាមមានចាស់ខ្លះគាត់អត់ដឹងគាត់ចេះតែទុកបណ្ដោយឲ្យឈាមហូររហូតដល់អស់ខ្សោះពីខ្លួនគឺស្លាប់ដែររឹសដូងបាតនេះបើមានអ្នកខ្លះគាត់និយាយថាអត់ប៉ះពាល់ដល់ជីវិតទេប៉ុន្តែជាក់ស្ដែងដែលខ្ញុំជួបផ្ទាល់គឺវាប៉ះពាល់ដល់ជីវិតណាបាទប្រឈមខ្លាំងមែនទែនឈុំទី1គឺយើងឈោយូរក៏មិនកើតអង្គុយយូរក៏មិនកើតបាទហើយរឹសដូងបាតនឹងវាឈឺបាទឈឺហើយក្តៅបាទក្តៅដូចគេយកភ្លើងមករោលអញ្ចឹងណាបាទហើយនៅពេលដែលធ្លាក់ឈាមបាទមុនដំបូងវាធ្លាក់ឈាមបាញ់មួយប្រេវវាបាញ់ឈាមស្រក់តឬមួយក៏បាញ់ឆ្វាអញ្ចឹងទៅក៏ថ្មីមុនដំបូងដែលយើងបានចាប់អារម្មណ៍គឺយើងលេបថ្នាំទៅក៏វាបាត់ទៅវិញទៅបាទថ្នាំពេទ្យណាប៉ុន្តែដល់ពេលវាចាប់ផ្ដើមមានបញ្ហានឹងជារឿយទៅថ្នាំពេទ្យហ្នឹងក៏អាចជួយបានដែរបាទលេបបណ្ណាក៏ដោយក៏ឈាមនៅតែស្រក់ហូរបាញ់ឈាមដោយគេអាកមន់អញ្ចឹងណាបាទអញ្ចឹងបើអ្នករឹសដូងបាតយល់អារម្មណ៍មួយនេះកើតថ្មីអីចឹងមិនសូវជាអារម្មណ៍ប្រហែលទេបាទលុះត្រាតតែយើងរឹសដូងបាតនឹងវាចាប់ផ្ដើមចាស់ទៅឬមួយក៏វាវិវត្តទៅរកទុំណាបាទគេហៅថារឹសដូងបាតទុំបាទនៅពេលដែលវាវិវត្តអញ្ចឹងទៅយើងធម្មតាយើងអាចនៅបានរស់នៅបានដើរបានលេងបានឈរបានអង្គុយបានខ្លះបាទយើងសូវជាចាប់អារម្មណ៍ថាទៅថ្ងៃមុខនឹងវាមិនប៉ះពាល់ប៉ុណ្ណាទេបាទអ្នកខ្លះទុករហូតដល់តែកើតជំងឺមហារីកអ្នកខ្លះចាស់ដាក់ពូវានៅនឹងចកេះបាទអូមើលទៅពិបាកណាស់បាទពិបាកណាស់ចឹងបណ្ដាបើយើងចេះថាបណ្ដោយពីមួយឆ្នាំទៅមួយឆ្នាំពីមួយថ្ងៃទៅមួយថ្ងៃបើស្អីយើងមិនព្យាយាមនៅក្នុងការញ៉ាំថ្នាំនឹងឲ្យដាច់ឲ្យជាបាទវានឹងមានបញ្ហាបាទអញ្ចឹងវាប៉ះពាល់ដល់ការងាររបស់យើងជាប្រចាំថ្ងៃទៀតអារម្មណ៍ក៏មិននឹងមួម៉ៅច្រើនបាទធ្វើអីមិនដែលឲ្យចប់សពគ្រប់គេទេធ្វើតែងថា
ធ្វើមកកណាត់ទុកមកកណាត់ចឹងណាបាទហ្នឹងហើយជាអាការៈដែលវាធ្វើទុកបាទចឹងសម្រាប់អ្នកដែលមានបញ្ហាឬដងបានយើងញ៉ាំមុនដំបូងគឺយើងញ៉ាំ3កញ្ចប់សិនបាទបន្ទាប់ពីអស់3កញ្ចប់បើសិនជាធូរហើយយើងដូរថ្នាំទៅញ៉ាំថ្នាំ3កញ្ចប់ផ្សេងទៀតបាទគេមានថ្នាំទៅតាមកម្រិតរបស់ថ្នាំបាទហើយថ្នាំត្រូវដូរមុខណាបាទអត់មានញ៉ាំដដែលទេខ្ញុំព្យាបាលខ្ញុំកើត9ឆ្នាំខ្ញុំព្យាបាលរយៈពេល6ខែបាទជាបាត់ណាកាពះក៏លេងឈឺហើយហូបបាយក៏បានដើរក៏ស្រួលអង្គុយក៏ស្រួលបាទឈាមក៏ឈប់ស្រក់បាទឬដងបាតក៏វាលឹបទៅក្នុងបាទអស់បាទនោះហើយជាចំណុចដែលយើងចង់បានណាបាទបើសិនជារឹសដងបាតយើងវាចាប់ផ្ដើមរឹងបាទវាស្រក់ឈាមហើយយើងមិនចាប់អារម្មណ៍វាទេវានឹងមានបញ្ហាទៅថ្ងៃមុខទៀតបាទអាចនឹងប្រឈមមុខនឹងការបាត់បង់អាយុជីវិតនៅពេលដែលរឹសដងបាតនឹងដល់ដំណាក់កាលទី4បាទវាមានទៅតាមដំណាក់កាលទី1ធ្លាក់ឈាមតែយើងអត់ដឹងថារឹសដងបាតទេអានឹងគឺដំណាក់កាលស្រាលបាទវាអត់ទាន់លៀនចេញមកទេដំណាក់កាលទី2គឺវាចាប់ផ្ដើមលៀនចេញតិចហើយនឹងមានការបាត់ជើងមកបាញ់ឈាមមកដោយគេកមន់បដើបាទហើយដំណាក់កាលទី3គឺវាលៀនកាន់តែខ្លាំងហើយរឹសដងបាតកាន់តែក្តៅបាទហើយអត់ដូចថាញ៉ាំថ្នាំពេទ្យក៏ញ៉ាំអត់ត្រូវបាទវគ្គហ្នឹងញ៉ាំថ្នាំលេងត្រូវណាបងប្អូនអរគ្នាបាទហ្នឹងហើយដំណាក់កាលទី3បើឈានចូលដល់ដំណាក់កាលទី4បាទគឺអ្វីចង់ហួសពេលណាបាទ